តើមានអ្វីកើតឡើងបន្ទាប់ពី Blue Lock Season 2 អញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកនិយាយប្រាប់គ្នាយើងតាក់ទងជាមួយនឹង Chapter បន្ទាប់ពី Blue Lock Season 2 អញ្ចឹងចាប់ផ្ដើមដំបូងដោយ Chapter ទី150ចំណងជើងរបស់គេគឺ Holiday បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញហើយមានការ intense ខ្លាំងមែនទែនដែលកីឡាករគឺមានសម្ពាធខ្លាំងមែនទែនទាំងក្រុមជប៉ុនក្រមអាយុ20ឆ្នាំហើយនិងកីឡាករយុវជនរបស់ Blue Lock ហើយមិនតែប៉ុណ្ណោះបើទោះបីជា Blue Lock យកឈ្នះក្រុមជម្រើសជាតិជប៉ុនអាយុក្រោម20ឆ្នាំក៏ដោយប៉ុន្តែកីឡាករនៅក្នុង Blue Lock ជាពិសេសគឺតួឯករបស់យើង Izaki ជាមួយនឹង Rin Itoshi គឺមិនត្រូវគ្នាទេនៅពេលហ្នឹងដោយសារតែនឹងហើយ Rin Itoshi គឺអន់ចិត្តខ្លាំងមែនទែន Izaki គឺទទួលបាន MVP Hero ប្រចាំការប្រកួតដែល Rin Itoshi គឺគាត់ចង់បានខ្លាំងមែនទែនដើម្បីបង្ហាញបងប្រុសរបស់គេនៅមុខបងប្រុសរបស់គេហ្មងប៉ុន្តែត្រូវបានបាត់បង់ធ្វើជា Hero ប្រចាំការប្រកួតដោយសារតែ Izaki ឆក់យកនៅចុងម៉ោង Izaki សុទ្ធចូលគ្រាប់បាល់ចុងក្រោយ Blue Lock យកឈ្នះក្រុមជម្រើសជាតិជប៉ុនហើយ Blue Lock បានតំណែងជាក្រុមជម្រើសជាតិជប៉ុនអាយុក្រោម20ឆ្នាំហើយទាត់ក្រុមជម្រើសជាតិជប៉ុននឹងចាញ់តែប្រកួតនឹងទៅគឺកីឡាករ Blue Lock យុវជនរបស់ Blue Lock គឺគេឲ្យសម្រាប់រយៈពេលកន្លះខែណាកីឡាករផ្សេងៗគឺនឹងត្រូវទៅលេងផ្ទះទៅលេងស្រុកកំណើតរបស់ពួកគេហើយចាប់ផ្ដើម Chapter ដំបូងគឺ Anri ចូលចែកសម្ភារៈផ្សេងៗដែលកីឡាករ Blue Lock នឹងយកមកតាមខ្លួនណាចែកឲ្យកីឡាករនឹងវិញដូចជា Izaki អញ្ចឹងគឺគេឲ្យទូរស័ព្ទឲ្យកូនកបោកអីចឹងទៅហើយកីឡាករទាំងអស់ត្រឡប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីទទួលបានទូរស័ព្ទរបស់ខ្លួនមកវិញ Izaki ត្រឡប់ទៅផ្ទះប៉ុន្តែទៅផ្ទះគឺមិនបានយូរទេអ្នកទាំងអស់គ្នា Izaki ក៏សុំម៉ាក់របស់គេទៅលេងជាមួយនឹងមិត្តភក្តិរបស់គេដោយគេបានណាត់គ្នាណាថានឹងទៅជួបគ្នានៅ Shibuya នៅពេលដែលទៅដល់ Shibuya គឺ Izaki គឺមិនមែនទៅដល់មុនគេទេគឺមាន2នាក់ដែលទៅដល់មុន Izaki ទៀតគឺ Chikari ហើយនិង Bajira Megaru បន្ទាប់ពី Izaki ទៅជួបជាមួយនឹង Bajira ហើយនិង Izaki គេក៏បានសួរគ្នាថាចុះអ្នកផ្សេងទៀតមកនៅ Chikari ក៏បានប្រាប់ថានឹងហើយគឺអ្នកផ្សេងអត់បានមកទេដូច Chikari គឺបានហៅដូចជា Rachi បានហៅដូចជា Nico Hayori ប៉ុន្តែនឹងហើយពួកអ្នកទាំង3នាក់ហ្នឹងគឺមករួចទេចំណែកឯ Bajira Megaru ក៏បានហៅ Ikagari ដែរប៉ុន្តែ Ikagari ក៏មិនបានមកដែរហើយ Bajira ក៏បានហៅ Kakamaru មកដែរប៉ុន្តែ Kakamaru គឺសុំទាំងអស់គ្នាមកថាមិនបាច់ហៅគេទេដោយសារគេរវល់ទៅលេងនៅភ្នំចំណែក Izaki វិញក៏បានហៅ Naki មកដែរប៉ុន្តែ Naki គឺងើបពីគេង late មែនតើអញ្ចឹងទៅគឺ Naki គឺសុំមកយឺតណាហើយពួកគេទាំង3នាក់ហ្នឹងក៏អង្គុយនិយាយគ្នាលេងណាយ៉ាងសប្បាយរីករាយហើយគេក៏បានឆែកទូរស័ព្ទមើលព័ត៌មានដែលតាក់ទងជាមួយនឹង project Blue Lock បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិជប៉ុនទៅគឺ Blue Lock គឺមានការផ្ទុះខ្លាំងមែនទែនមានការល្បីល្បាញខ្លាំងមែនទែនហើយពេលដែលកំពុងមើលព័ត៌មាននៅលើទូរស័ព្ទនៅពេលដែលពួកគេឃើញនឹងឯតា Baratsuta តាមប្រធានសហព័ន្ធរបស់ជប៉ុនហ្នឹងគឺ Bajira គឺក្រេញតានឹងខ្លាំងមែនទែនហើយ Bajira ហៅតានឹងថាជាមនុស្សលោភលន់បន្ទាប់ពីអង្គុយនិយាយគ្នាបានមួយផ្លេតគឺពួកគេ3នាក់ងាកទៅមកខាងផ្លូវក៏ឃើញក្រុមយុវជន Blue Lock មួយក្រុមទៀតក្រុមទាំងនោះមានដូចជា Rio Megaru មានដូចជា Karasu មាន Itoya Ita មាន Dayu Yukimiya ហើយជាមួយនឹង Tokimitsu គ្រាន់តែឃើញពួកគេអង្គុយនិយាយគ្នាគឺនឹងឯ Bajira មិនចាំយូរទេគឺរត់ទៅបក់ដៃនិយាយទៅគឺធ្វើសភាពសប្បាយរីករាយខ្លាំងមែនទែនហើយ Izaki ក៏សប្បាយតាមនឹងដែរនៅពេលដែលសួរថាពួកគេអង្គុយនិយាយគ្នារឿងអីណា Rio ក៏និយាយប្រាប់ថាពួកគេអង្គុយសិក្សាអំពីនិយាយគ្នាតាក់ទងជាមួយនឹងការងារទៅថ្ងៃអនាគតណានិយាយទៅគឺពួកគេចង់មាន business ជាមួយគ្នាអានឹងអាចដោយសារតែ Rio គាត់កាត់ចេញពីគ្រួសារអ្នកជំនួញណាដល់ពេលអញ្ចឹងយើងដឹងហើយមែនទេ Rio បបួលមកនិយាយតាក់ទងជាមួយនឹងមុខជំនួញនឹងឯងចង់ដឹងថាពួកគេចង់ធ្វើអីទៅថ្ងៃអនាគតណាហើយកន្លែងហ្នឹង Yukimiya ក៏បានប្រាប់ដែរថាពួកគេកំពុងតែពិភាក្សាគ្នាតាក់ទងជាមួយនឹងការបង្កើត brand លក់ខោអាវណាបន្ទាប់ពីនិយាយគ្នាបានមួយសន្លប់ Izaki ក៏បើកមើលទូរស័ព្ទរបស់គេណាក៏ឃើញឆាតពី Naki ហើយ Naki ក៏បានឆាតមកប្រាប់ Izaki ថាគេគឺមិនបានមកទេដោយ Naki ឃើញ game arcade ណានៅតាមផ្លូវក៏ឆ្លៀតចូលលេងសិនអញ្ចឹងគឺអត់បានមកជួប Izaki ទេបន្ទាប់ពីឃើញឆាតរបស់ Naki គឺ Izaki គឺមិនសប្បាយចិត្តទេនឹងឯង Izaki ក៏បានហៅ Naki ថាជាមនុស្ស selfie អ្នកនរគ្នាជាមនុស្សអាត្មានិយមណាអត់មកលេងជាមួយមិត្តភក្តិទេបែរជាទៅសប្បាយតែម្នាក់ឯងដល់ពេលឃើញអញ្ចឹងគឺ Bajira គឺមិនព្រមទុកឲ្យឱកាសហ្នឹង Naki នៅស្រួលទេ Bajira ក៏បានបបួលគ្នាឲ្យទៅតាមចាប់ Naki ណាថាតើ Naki កំពុងធ្វើអីទៅចាប់ Naki មើលថាគេកំពុងធ្វើអីដល់ពេលទៅដល់គឺ Naki កំពុងតែលេង game ហើយ game favorite របស់ Naki គឺជា game KO និយាយទៅគឺ Naki កំពុងតែជក់លេង King of Fighter នឹងឯងគឺជក់ខ្លាំងមែនទែនវាយ16 round គឺឈ្នះទាំង16 round និយាយទៅនៅពេលដែល Naki កំពុងតែជក់លេងវាយ game King of Fighter ណាគឺគ្នាក៏មកដល់ហើយរំខាន Naki គឺលេង game អត់បានយូរទេហើយពួកគេទាំងអស់គ្នាហ្នឹងក៏បបួលគ្នាទៅលេង game ផ្សេងៗទៀតនៅកន្លែងទូ arcade ហ្នឹងឯងមានដូចជា game ចាប់តុក្កតាអ្នកខ្លះទៀតក៏លេង snooker អ្នកខ្លះទៀតក៏លេង game គប់ព្រួញបន្ទាប់ពីអ្នកទាំងអស់គ្នាលេង game ហ្នឹងនៅកន្លែងទូ arcade បានមួយសន្ទុះណា Rio ក៏បបួល Bajira ហើយនិង Izaki ទៅច្រៀង karaoke ដើម្បីបដោះទុកណាដោយសារនឹងឯគឺ Rio គឺទៅតែបែកគ្នាជាមួយ Naki ណាអត់ទាន់បានស្និទ្ធស្នាលខ្លាំងទេក៏បួលគ្នាទៅច្រៀង karaoke នៅពេលដែលដើរទៅច្រៀង karaoke ពួកគេទាំង3នាក់ហ្នឹងក៏កលេចឃើញមនុស្សស្រី2នាក់កំពុងតែឆ្លោះប្រកែកគ្នានៅមុខបន្ទប់ karaoke មួយនៅពេលដែលស្ដាប់មើលទៅពួកគេដូចជាលឺមនុស្សស្រី2នាក់ហ្នឹងគឺកំពុងតែឆ្លោះប្រកែកគ្នាតាក់ទងជាមួយនឹងរឿងសង្សារចាប់បានសង្សារនៅជាមួយស្រីអីចឹងណានៅពេលដែលគេទាំង3នាក់ទៅមើលក្នុងបន្ទប់ពួកគេក៏ឃើញ Aiku ហើយពួកគេទាំង3នាក់គឺ surprise ខ្លាំងមែនតើឃើញ Aiku អង្គុយនៅបន្ទប់ karaoke ហើយមានមនុស្សស្រី2នាក់ឆ្លោះគ្នានៅមុខបន្ទប់ណានៅពេលដែលឃើញបែបហ្នឹងគឺ Bajira គឺមិនចាំយូរទេក៏ចាប់ឱកាសហ្នឹងឆ្លៀតនិយាយឌៀមដាម Aiku បន្តិចទៀតទៅដែលអាហ្នឹងគឺធ្វើឲ្យ Aiku គឺមានអារម្មណ៍ថាខ្មាស់ខ្លាំងមែនតើប៉ុន្តែ Aiku គឺជាមនុស្សម្នាក់ដែលចិត្តទូលាយអត់មានការខឹងស្អប់អីទេក៏បបួលពួកគេទាំង3នាក់ហ្នឹងទៅច្រៀង karaoke ជំរឿនជាតិជប៉ុន U20 ក៏មកច្រៀង karaoke ដែរក៏បបួលហ្នឹងហើយគេទាំង3នាក់ហ្នឹងទៅច្រៀងជាមួយគ្នានិយាយទៅគឺក្រុមជំរឿនជាតិជប៉ុន U20 ហ្នឹងគឺច្រៀង karaoke នៅបន្ទប់ទល់មុខ Aiku ហ្មង Aiku គឺគេកក់បន្ទប់ private របស់គេតែម្នាក់ឯងណា
nó bây giờ bao thuê tới Izaki Bajra hay là Rio cứ nhập ở khăn mình tên nơi cái này nó bây giờ bộ kế khơi kia từng kia cứ bộ kế cứ nơi ngày rồi chỉ lúc kia tây bắt topi nơi ngày cho chơi kia ba một plate Naki Karsu Yukimiya Oyu hay là Otoya Eta có một đòn mồm trắng bộ kế có một buôn kia bộ cốt kia mà đong tiền tận tay cái này cứ bộ kế bộ cốt lên kế bọc bù lên nè nơi bây giờ đòn cái này bọc bù lên nè Bajra hay là Izaki cứ còn lấy khơi sắm chặt đủ lọc này tia đây lui từ lên bù này ai nó cứ Baru sai hay nơi cái này cứ kế bà hai thả Baru cứ copy bù cho mắc khăn mình tên mà crop cứ bù tách ở mồm cho mà nó thành cái này cứ ban bà hai những khơi thả cái này bọc bù nó cứ cho cái này favorite box Baru mà cứ Baru có cho từ lên cái này những khăn mình tênតាមពិតទៅអ្នកទាំងអស់គ្នាកន្លែងកំសាន្តកន្លែងហ្នឹងគឺជាកន្លែងកម្មសិទ្ធិរបស់គ្រួសាររបស់បារូតែម្ដងអញ្ចឹងបានយើងឃើញបារូលេងបោះបួលម្នាក់ឯងណាដោយសារហ្នឹងឯងកន្លែងបោះពុកម្ដាយរបស់គាត់អញ្ចឹងគឺគាត់បោះបួលគឺច្បាស់ខ្លាំងមែនទែនហើយបន្ទាប់ពីឃើញបារូលេងបួលម្នាក់ឯងណាគ្រប់គ្នាចូលទៅរំខាននិយាយទៅគឺបារូគឺមានអារម្មណ៍ថាខឹងខ្លាំងមែនទែនអាហ្នឹងគឺជាចរិតធម្មជាតិរបស់គាត់ណាគាត់ខឹងនឹង Naki គាត់ខឹងនឹង Bajra គាត់ខឹងនឹង Izaki ហើយក៏ខឹងនឹង Chikari ផងដែរទាំងអស់គ្នាខ្ញុំដឹងថាវីដេអូ Samurai Blue Lock របស់ខ្ញុំមិនទាន់ជាល្អប្រហែលទេប៉ុន្តែវាជាវីដេអូទី1របស់ខ្ញុំណាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងឲ្យផ្ដល់ឱកាសឲ្យខ្ញុំធ្វើវីដេអូបន្តទៀតហើយនឹងចូលរួម comment positive ឲ្យបានច្រើនជួយ subscribe ហើយនឹង like វីដេអូមួយនេះម្នាក់មួយផងអរគុណ